ទៅលើ spam filter ចឹងកន្លែងនេះគឺវាមានការត្រួតពិនិត្យទៅលើបញ្ហា mail ចេញ mail ចូលដែលយើងសង្ស័យថាពួក mail spam ចឹងកន្លែងនេះមួយគឺបានន័យថា bound the message back to sender ចឹងបើសិនយើង click កន្លែងនេះប្រសិនបើ message ដែលគេ send មកដែលជា mail spam ពេលនោះវានឹង send ត្រឡប់ទៅឲ្យវិញដោយស្វ័យប្រវត្តិតែមិនចាំបាច់យើងចាប់ធ្វើការ send ឲ្យខ្លួនឯងទេគឺវា block តែម្ដងកន្លែងនេះហើយបើថាចូលមកដែលសិនជាថាមានមេរោគវាត្រូវបានលុបចោលមក delete message ចោលមកឲ្យតែជាពួក spam ហ្នឹងដែលវាចាប់បានតែនេះ message spam ដែរប៉ុន្តែវាត្រង់ក្នុង public folder មួយនេះគឺជាមិនថាឲ្យវាចូលមកធម្មតាតែចាំនៅក្នុង program នៅក្នុង computer antivirus វិញដែលយើងសិក្សាទៅលើ antivirus ប្រភេទមួយទៀតនេះវិញដើម្បីឲ្យវា scan វិញអញ្ចឹងលក្ខខណ្ឌខ្លះយើងអាចឲ្យមេរោគហ្នឹងឲ្យ message ដែលគេ send មកចូលមកយើងបានប៉ុន្តែលក្ខខណ្ឌខ្លះមិនអាចឲ្យបានទេអាហ្នឹងវាអាស្រ័យទៅលើ admin ជាអ្នកកំណត់ឲ្យកន្លែងនេះបើកន្លែងនេះយើងធីក do not filter message បើយើងដោះធីកកន្លែងអញ្ចឹងបានថាវាទៅការវា scan ទាំងក្នុងការ local របស់យើងនិងការ send ទៅយើងធីកកន្លែងនេះនៅក្នុង local របស់យើងវាមិនចាំបាច់ scan ទេវា send ចេញទៅតែម្ដងតែនេះពីនេះអញ្ចឹងយើងបាច់ដោះធីកវាយើងធីកដាក់ធីកទៅកន្លែងនេះបាទដល់ពេលកន្លែងនេះយើងធីកកន្លែងនេះមួយបានថានៅពេលដែល message send មកដែលជាមេរោគ spam វាមិនបាច់សួរយើងទេវាលុបចោលតែម្ដងឬវា forward ទៅតែម្ដងចឹងអានេះវាមិនចាំបាច់សួរយើងវាដល់ធីកវានឹងសួរយើងថាតើយើងគួរតែលុបឬយើងគួរ forward វិញអត់តែនេះគឺជាចំនួនគីឡូឯង don't filter បើថាឧទាហរណ៍ message ដែល send មកធំជាងប្រហែល50គីឡូឬក៏1មេអញ្ចឹងទៅវាអត់ filter វាអត់ scan ទេអញ្ចឹងវា scan ដល់ file ណាដែលសម្រាប់យើងអ្នកកំណត់លើនឹងដែរប្រហែល500អញ្ចឹងទៅសាច់ចិត្តរបស់យើងចានេះយើងកំណត់មកកំណត់ក៏បានដែរអញ្ចឹងនិយាយចំវាទៀមទាពេលខ្លះក្នុងនាមយើងជានិស្សិតក្នុងការសិក្សាយើងពេលខ្លះយើងត្រូវការចេះរៀនមើល option ចេះស្វែងយល់ខ្លួនឯងផងព្រោះចំណុចខ្លះខ្ញុំមិនអាចបកស្រាយបានរបស់ក្បាយអីឡើយនេះអញ្ចឹងនៅក្នុងនេះវាស្ទើរតែជាលក្ខណៈពួក spam ទាំងអស់វា block វា scan filter វា respond ទៅវិញអានេះជា list បើសិនជា send មកមានបញ្ហាវានឹង block list ហើយវា send ព័ត៌មាន message ហ្នឹងមកឲ្យយើងមើលនេះ from មកឬយើងទៅអ្នកណាគេឬ auto តែម្ដងនេះការកំណត់របស់ auto របស់វាអ្វីជាយើងចាំបាច់ស្វែងយល់នៅត្រង់ spam filter នេះបានហើយ